ឲ្យតែមានពេលទំនេរដឹងតែធ្វើនំនេះញ៉ាំហើយព្រោះអីនំនេះគឺងាយស្រួលធ្វើមែនតែនហើយនំនេះផងដែរគឺស្តៀងទៅនឹងនំថ្ងៃមុនដែរប៉ុន្តែខ្ញុំដូរស្នូលខុសគ្នាដោយសារថ្ងៃនេះខ្ញុំប្រើស្នូលជាមួយនឹងសាច់គោឆាជាមួយនឹងបន្លែចំពោះនំមួយមុខនេះអត់រើសស្នូលទេចង់ដាក់ស្នូលផ្អែមក៏បានស្នូលប្រៃក៏បានតាមការចូលចិត្តហើយងាយស្រួលធ្វើមែនតែនហើយមិនចំណាយលុយច្រើនទេនៅក្នុងការធ្វើនំនឹងបងប្អូនទិញតែម្សៅមីមួយកញ្ចប់មកធ្វើបាននំច្រើនមែនតែនឥឡូវនេះយើងមកមើលការឆាស្នូលរបស់នេះខ្ញុំមុនចាខ្ញុំចាក់ប្រេងអូលីវចូលយើងបើកភ្លើងឲ្យក្តៅសិនមកនេះគឺជាបន្លែមានម្ទេសហាវ៉ៃពណ៌ក្រហមពណ៌បៃតងជាមួយនឹងខ្ទឹមបារាំងដាក់តាមការចូលចិត្តណាបងប្អូនធ្វើតិចឬច្រើនគឺហាន់ទៅតាមនឹងទៅចំពោះខ្ទឹមបារាំងគឺខ្ញុំដាក់មួយចំហៀងហើយយើងឆាខ្ទឹមឲ្យឡើងឈ្ងុយបន្ទាប់មកយើងដាក់សាច់គោយើងចូលចំពោះសាច់គោនេះគឺខ្ញុំទិញមកពីផ្សារស្រាប់គឺគេកិនបែបនឹងស្រាប់ណាបើសិនជាបងប្អូនអត់មានសាច់គោកិនគឺយកមកកិនខ្លួនឯងក៏បានចំពោះសាច់គោនេះផងដែរខ្ញុំប្រើចំនួន200ក្រាមយើងឆាសាច់របស់យើងឲ្យរាងឆ្អិនតិចទៅយើងដាក់គ្រឿងដូចជាម្សៅស៊ុបមាន់បន្តិចម្រេចដាក់ទៅតាមការចូលចិត្តហើយបន្ទាប់មកគឺដាក់អំបិលបន្តិចផងដែរយើងធ្វើកុំឲ្យប្រៃពេកណាយើងធ្វើមកល្មមហើយខ្ញុំថែមម្សៅស៊ុបបន្តិចហើយនឹងស្ករសបន្តិចបន្តួចផងដែរតាមការចូលចិត្តទេចំពោះគ្រឿងហ្នឹងបងប្អូនចូលចិត្តរសជាតិបែបណាថែមតាមនឹងទៅចាឆាសាច់របស់យើងឲ្យរាងស្ងួតទឹកបន្តិចទេបងប្អូនចាំយើងចាក់បន្លែចូលចំពោះសាច់គោនេះគឺអត់យូរទេដោយសារតែសាច់គោយើងឆាទៅឆាប់ឆ្អិនណាចាអញ្ចឹងចំពោះបន្លែវិញក៏យើងអត់ឆាយូរដែរចាយើងឆាឲ្យរាងមកសពប់ទៅគឺបានហើយដោយសារតែយើងដាក់បំពងទៀតទៅបន្លែយើងគឺកាន់តែឆ្អិនល្អចាឥឡូវនេះគឺបានរួចរាល់ហើយបងប្អូនភ្លក់មើលតាមការចូលចិត្តណាចាឥឡូវយកមកលាយម្សៅចំពោះម្សៅមីខ្ញុំប្រើចំនួន500ក្រាមចំពោះអំបិលខ្ញុំប្រើ1ស្លាបព្រាកាហ្វេចាហើយបន្ទាប់មកខ្ញុំមានប្រេងឆា7ស្លាបព្រាបាយចាកូរច្បល់ប្រេងឆាតិចទៅយើងពាក់ស្រោមដៃក៏បានអត់ក៏បានដែរចានេះផងដែរគឺជាទឹកក្តៅចំពោះទឹកក្តៅគឺយើងចាក់ម្ដងតិចម្ដងតិចមិនចាក់បងប្អូនគឺទឹកក្តៅអ៊ុនៗទេចាអត់មានទឹកក្តៅខ្លាំងអីទេចាយើងយកទឹកក្តៅមកល្មមមកហើយយើងចាក់ម្ដងតិចម្ដងតិចចឹងទៅគឺអត់មានអីពិបាកទេខ្ញុំអត់បានវល់អីទេបងប្អូនគឺស្មានយកតែម្ដងគ្រាន់តែថាយើងច្បាច់ម្សៅយើងហ្នឹងឲ្យសាច់ម្សៅយើងបានទន់ល្អទៅគឺយើងឆប់បានហើយចាយើងចាក់ម្ដងតិចណាកុំឲ្យចាក់ច្រើនម្ដងទាំងអស់គឺជ្រុលអញ្ចឹងគឺពិបាកកែអញ្ចឹងយើងធ្វើយ៉ាងណាច្បាច់ម្សៅយើងឲ្យរាងទន់ល្មមទៅគឺបានហើយបងប្អូនចាបន្តមកទៀតគឺយើងត្រូវគ្របម្សៅយើង15នាទីសិនទៅចាអត់មានយូរអីទេហើយចំពោះប្រភេទម្សៅមីនេះគឺមិនមែនម្សៅឆាយទេបងប្អូនគឺម្សៅស្រូវសាលីបងប្អូនចាគឺសម្រាប់ធ្វើនំប៉័ងឬក៏ធ្វើនំផ្សេងណាមានបងប្អូនខ្លះគឺគាត់អត់សូវស្គាល់ម្សៅមីនិងម្សៅឆាគាត់ស្មានតែដូចគ្នាអញ្ចឹងបងប្អូនគឺអត់ដូចទេចាគឺខុសគ្នាម្សៅឆាយើងធ្វើនំប្រភេទនេះអត់កើតទេបងប្អូនគឺបានតែម្សៅមីនេះឯងគឺម្សៅស្រូវសាលីណាចាឥឡូវចំពោះម្សៅយើងកិនឲ្យសំប៉ែតបងប្អូនមើលតាមនឹងទៅព្រោះថាខ្ញុំធ្លាប់ធ្វើពី3ដងដែរហើយចំពោះនំហ្នឹងបងប្អូនខ្ញុំអាសាធ្វើនំហ្នឹងដោយសារតែនំហ្នឹងគឺញ៉ាំជក់មាត់មែនតែនបងប្អូនគឺធ្វើជាអាហារសម្រន់ពេលថ្ងៃអីហ្នឹងបងប្អូនអើយមួយចាននេះដឹងតែម៉ត់តែម្ដងចំពោះម្សៅយើងត្រូវតែកិនឲ្យរាងស្ដើងតិចមកណាបងប្អូនដើម្បីយើងធ្វើនំទៅងាយស្រួលហើយយើងធ្វើបានច្រើនមែនតែនចំពោះម្សៅបងប្អូនអើយកន្លះគីឡូគឺបានច្រើនតែម្ដងយើងខ្ចប់ហ្នឹងគឺយើងដាក់សាច់មកល្មមមកបងប្អូនកុំដាក់ហៀខ្លាំងពេកឬក៏តិចពេកយើងដាក់មកល្មមអញ្ចឹងទៅយើងចង់បានម៉ូតនំកាន់តែស្អាតយើងយកសមធ្វើដូចនឹងខ្ញុំធ្វើអញ្ចឹងទៅបងប្អូនចាបងប្អូនមើលតាមហ្នឹងទៅណាចាមើលទៅគឺយល់ហើយអត់មានអីពិបាកទេបងប្អូនគ្រាន់តែជីបមុខខាងមុខឲ្យជាប់សិនមកចាំយើងយកសមមកចុចបែបហ្នឹងចានឹងមានរូបរាងស្អាតតែម្ដងហើយកាលមុននោះគឺខ្ញុំរមូរជាមួយនឹងដៃហ្នឹងចារមូរគឺម៉ូតផ្សេងមួយទៀតបងប្អូនហើយលើកនេះគឺម៉ូតផ្សេងមួយទៀតគឺថាស្អាតដូចគ្នាតែម្ដងពេលដែលយើងសង្កត់ធ្វើជាម៉ូតហ្នឹងយើងសង្កត់ឲ្យរាងជាប់បន្តិចមកណាបងប្អូនកុំតិចពេកកាលណាតិចពេកពេលដែលយើងដាក់បំពងទៅវាអាចនឹងរបើកមាត់អញ្ចឹងគឺយើងសង្កត់រាងខ្លាំងតិចមកចាហើយនឹងចេញរូបរាងស្អាតបែបនេះហើយបងប្អូនឥឡូវយើងធ្វើអស់ហើយយើងចាប់ផ្ដើមដាក់ប្រេងឆាដាក់បើកភ្លើងឲ្យរាងក្តៅសិនចាំយើងដាក់នំយើងចូលណាចាភ្លើងនេះគឺក្តៅតិចទេបងប្អូនតែមកសន្ទុះមកគឺក្តៅខ្លាំងហើយអញ្ចឹងយើងឆាប់ប្រែកុំឲ្យខ្លោចម្ខាងទៅម្ខាងអញ្ចឹងបងប្អូនពេលដែលយើងដាក់បំពងនំគឺយើងដាក់ភ្លើងតិចល្មមបានហើយកុំដាក់ភ្លើងខ្លាំងពេកណាដល់នំយើងក្រហមបែបនេះយើងអាចស្រង់ទុកបានហើយអត់មានអីពិបាកទេឥឡូវនេះគឺឆ្អិនហើយបងប្អូនហើយវីដេអូនេះខ្ញុំរៀងកាត់បន្តិចដោយសារតែយើងបំពងហ្នឹង2ទៅ3ដងទៅអស់ហ่าបងប្អូនចាហើយយើងញ៉ាំជាមួយនឹងទឹកម្ទេសក៏បានឬក៏ទឹកម្ទេសផ្អែមបងប្អូនចាគឺឆ្ងាញ់មែនតើហើយញ៉ាំតេក៏បានដែរគឺឆ្ងាញ់ដូចគ្នាតែម្ដង
ហើយចំពោះសាច់វិញស្នូលនឹងគឺដាក់តាមការចូលចិត្តដោយនឹងខ្ញុំបានប្រាប់អញ្ចឹងនំនេះគឺងាយស្រួលធ្វើខ្លាំងមែនតើបងប្អូនហើយជាពិសេសគឺញ៉ាំលេងពេលថ្ងៃអីហ្នឹងគឺត្រូវតែម្ដងចាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់ចេះធ្វើសាកធ្វើបានណា